một thời gian bọc màu thay muối cứ Keychron Sri Lai màu ta lấy sang sập làm buồn ta lá chúng tên từ hàng Spectre Gear chẳng ní cứ chịu màu nắng bọc Keychron vì muốn slot chạy lấy mà đó chả tôi là keyboard Keychron là chúng tên này ta lấy sang sập làm lá hay sang buồn đây cả này giờ tới cứ nó phải đặt nhom cá cứ nhom tên prao nhưng tới nó phải đặt nhom thua ca như tới trong plak đô lại luôn nơi nhưng miền ở phải cáp xén cứไปคลาสmàu khi bỏ đấy cỏ sao bàn pra đây cho số tha cà phê toàn miền màu ní đặt nhom pra màu cái màu để nhom pra cứ Acer Predator Citus bay rồi sam chắc màu nó trong tinh là top Acer bán hay bán tầng Việt Nam people mà thấy quý trong năm people thấy mùi trong đó lỡ việc toàn khôi thế nó tại smooth nó tại lọ nó tại Oliver giống Acer có bàn tayខ្ញុំប្រើ MacBook ខ្ញុំអត់ចង់ត adapter ញ៉ៃច្រើនណាមួយຕົករបស់ខ្ញុំវាតូចអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តថាអូខេទិញម៉ៅថ្មីមួយទៅសន្សំលុយទិញម៉ៅថ្មីមួយទៅយើងប្រើ Bluetooth ផងយើងប្រើ wireless ក៏បានហើយណាមួយ Keychron គឺជា brand មួយដែលខ្ញុំទុកចិត្តខ្លាំងទៅលើម៉ៅហើយនិង keyboard អញ្ចឹងខ្ញុំធ្វើការ unbox វាមួយឆ្វាច់បប premium អូខេអញ្ចឹងបើកមកគឺយើងឃើញមានកដាស់ណែនាំមួយអ្នកណែមើលបានកដាស់ណែនាំចេញពី Keychron ហើយក្នុងនេះគឺមានម៉ៅមួយម៉ៅចាំតិចទៀតដល់ទទួលបានខ្សែសាកភ្លើងមួយ USB Type C Type Type A ទៅ Type C ហើយយើងទទួលបានដុំ wireless ចំនួន1 12ដុំ wireless Type C ដែលសារតែខ្ញុំប្រើ MacBook អញ្ចឹងខ្ញុំនៅតែដោតវាប្រើប៉ុន្តែដោយសារវាមាន Bluetooth ហើយជាមិនបានប្រើទេអានេះយើងប្រើជាមួយនឹង Windows PC អីគឺយើងប្រើ USB មិនថា Mac មិនថា Windows ឲ្យតែមាន Type C និង USB គឺយើងប្រើបានទាំងពីរទៅទៅនឹង wireless ហើយយើងក៏មានដូចបំបែកមួយដែរដែលដូចបំបែកហ្នឹងគឺមកជារៀងចេញType B មកជារៀង Type C គឺយើង input វាទៅអញ្ចឹងអ្វីដែលទទួលបានគឺមានតែប៉ុណ្្នឹងទេខ្ញុំដាក់វាមកកន្លែងអញ្ចឹងបន្តមកទៀតគឺយើងដកមើលម៉ៅហ្នឹងទៅគឺស្រាលសំឡេង click គឺ click ប្រុសហ្មង click ហើយស្រាលមែនតើម៉ៅនេះហើយទំហំវាគឺល្មមដៃខ្ញុំល្មមម៉ាច់ហើយខ្ញុំអត់ចេះប្រើម៉ៅរៀងធំចេះខ្ញុំចេះតែប្រើម៉ៅប៉ុណ្ណឹងបើសិនប្រៀបធៀបមួយ Acer ខ្ញុំធំជាងបន្តិចគាត់ថា Acer របស់ខ្ញុំមានធ្ងន់ជាងអញ្ចឹងបើយើងកាន់មើលទៅគឺប្រហែលគ្នាទេអញ្ចឹងនេះគឺជាម៉ៅដែលខ្ញុំនឹងប្រើបន្តទៅមុខទៀតចុះម៉ៅនេះប្រហែលជាឲ្យប្អូនដោយសារប្អូនខ្ញុំអត់ទាន់មានម៉ៅទេអញ្ចឹងខ្ញុំនឹងឲ្យម៉ៅទៅវាហើយឥឡូវនេះគឺខ្ញុំប្រើម៉ៅថ្មីនេះចាប់ពីថ្ងៃហ្នឹងទៅទាំងកាត់វីដេអូទាំងសរសេរកូដទាំងការបរិញ្ញានេះគឺប្រើម៉ៅនឹងទាំងអស់ទាំងធ្វើការក៏ខ្ញុំយកម៉ៅទៅប្រើដែរអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងនេះអរគុណច្រើនសម្រាប់ការតាមដាន YouTube Channel មួយនេះជួបគ្នានៅវីដេអូក្រោយបាយបាយ